ទូវិបត្តិនយោបាយផ្ទៃក្នុងអ៊ុយក្រែនអតីតរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនដែលត្រូវបានបណ្តេញចេញពីតំណែងគ្រងហោះទៅអាមេរិកដើម្បីរៃអង្គាសមូលនិធិសម្រាប់គម្រោងយោធាវិបត្តិនយោបាយនៅអ៊ុយក្រែនកាន់តែធ្ងន់ធ្ងរអតីតរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Mikhailo Fedorov ដែលត្រូវបានដកចេញពីតំណែងកំពុងត្រៀមធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកដើម្បីរៃអង្គាសថវិកាសម្រាប់គម្រោងបច្ចេកវិទ្យាការពារជាតិនិងសហគ្រាសថ្មីៗរបស់អ៊ុយក្រែនខណៈលោកទើបតែរងការប៉ះទង្គិចផ្នែកនយោបាយជាមួយប្រធានាធិបតី Volodymyr Zelensky នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី21ខែសីហាឆ្នាំ2026លោក Mikhailo Fedorov ត្រូវបានដកចេញពីតំណែងរដ្ឋមន្ត្រីការពារជាតិកាលពីអំឡុងខែកក្កដាដែលបង្កឲ្យមានការតវ៉ានៅទីក្រុងគៀវនិងទីក្រុងមួយចំនួនដោយទាមទារឲ្យលោកត្រឡប់មកកាន់តំណែងវិញទោះជាយ៉ាងណាការតវ៉ាទាំងនេះបានស្ងប់ស្ងាត់ទៅវិញបន្ទាប់ពីការបែកបាក់សាមគ្គីជាមួយលោក Zelensky លោក Mikhailo Fedorov ក៏បានក្លាយជាមន្ត្រីនយោបាយជាន់ខ្ពស់អ៊ុយក្រែនដំបូងគេបង្អស់ដែលអំពាវនាវឲ្យការរៀបចំបោះឆ្នោតឡើងក្នុងគ្រាប្រទេសកំពុងមានសង្គ្រាមប៉ុន្តែប្រភពជិតស្និទ្ធនឹងលោក Mikhailo Fedorov បានបដិសេធថាការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកមិនមែនដើម្បីស្វែងរកការគាំទ្រផ្នែកនយោបាយនោះទេពលគឺលោកមានគម្រោងបង្កើតមូលនិធិវិនិយោគនិងគម្រោងបច្ចេកវិទ្យាយោធាជាពិសេសបច្ចេកវិទ្យាដ្រូនសូមបញ្ជាក់ថាលោក Mikhailo Fedorov ក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដូចជាក្រុមហ៊ុន SpaceX និងក្រុមហ៊ុន Palantir ផងដែរលោកធ្លាប់បានអំពាវនាវឲ្យកំពូលមហាសេដ្ឋី Elon Musk បើកសេវាអ៊ីនធឺណិតល្បឿនលឿន Starlink សម្រាប់អ៊ុយក្រែនកាលផ្ទុះសង្គ្រាមដំបូងនៅអ៊ុយក្រែនហើយអ៊ីនធឺណិតល្បឿនលឿន Starlink ក៏បានក្លាយជាផ្នែកដ៏សំខាន់សម្រាប់ការទំនាក់ទំនងរបស់កងទ័ពអ៊ុយក្រែន